បាទសួស្តីជម្រាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះគឺបានមកពិសេសទៀតហើយបងប្អូនបាទសារថ្ងៃពីម្សិលមិញបាទមានភ្លៀងធ្លាក់មកមេបាទតំបន់ខាងខ្ញុំណាបាទអញ្ចឹងក៏បងនៅក្បែរផ្ទះបាទគាត់បានចាប់បាទបានកែបប្រហែលជា4 10ដែរបងប្អូនអើយបាទកែបល្អបាទអញ្ចឹងឥឡូវយើងមកធ្វើកែបបាទធ្វើម្ហូបបាយថ្ងៃត្រង់ណាបងប្អូនបាទហើយកែបនេះគឺយើងដាក់ទាំងអស់តែម្ដងបាទតំបន់ខ្ញុំនេះចូលចិត្តហូបបាទទាំងស្បែកទាំងអីណាបាទដោយសាររដូវនេះវាកែបវាទឹកតែចេញមកពីរុនបាទអញ្ចឹងវាអត់មានអាបមានអីទេបាទអញ្ចឹងយើងហូបទាំងអស់តែម្ដងបាទអញ្ចឹងនេះគឺបានមុខម្ហូបពិសេសបងប្អូនហើយបាទគឺបានសម្លម្ជូរគ្រឿងបាទម្ជូរគ្រឿងត្រប់ណាបាទដាក់ជាមួយនឹងកែបរបស់យើងហ្នឹងបាទហើយកែបថ្មីបាទមេភ្លៀងធ្លាក់មួយមេដំបងបែបនេះគឺកែបគឺ double ជាតិតែម្ដងបាទគឺឆ្ងាញ់ណាបាទអញ្ចឹងខ្ញុំធ្វើមុខម្ហូបនេះគឺមុខនេះគឺឆ្ងាញ់តែម្ដងបាទហ្នឹងហើយអញ្ចឹងវិធីធ្វើវិញគឺมันជាពិបាកទេបងប្អូនបាទគឺវាដូចតែយើងធ្វើម្ជូរធម្មតាអញ្ចឹងឯងបាទតែយើងបុកគ្រឿងបុកអីទៅយើងដាក់គ្រឿងឲ្យរៀងដិតបន្តិចណាបាទវាឲ្យជារសវាឆ្ងាញ់ហើយយើងដាក់គ្រឿងកុំឲ្យថាំគ្រឿងបាទយើងធ្វើម្ហូបយើងថាំគ្រឿងហើយគឺវាអត់សូវឆ្ងាញ់ទេបងប្អូនបាទអញ្ចឹងគឺបងប្អូនបានឃើញអញ្ចឹងគឺយើងបុកគ្រឿងបុកអីហើយបាទគឺយើងមកហាន់កែបរបស់យើងបាទតែកែបរបស់យើងនេះគឺយើងដាក់ទាំងអស់តែម្ដងតែគាត់ថាយើងមួយយើងកាប់ជា4កាប់ជាអីអញ្ចឹងណាបាទកាប់ជា3កាប់ជា4ហ្នឹងទៅដើម្បីឲ្យវាកុំឲ្យវាឃើញធំពេកបាទអញ្ចឹងយើងកាប់វាបែបហ្នឹងទៅហើយយើងដាក់ទាំងស្បែកទាំងអីទាំងអស់ហ្នឹងបងប្អូនបាទហើយបញ្ជាក់មកទៀតបងប្អូនបាទកែបនេះយើងដាក់ទាំងស្បែកបានតែខែនេះទេណាបាទខែដំបូងនេះណាបាទសិនតែវារៀងខែក្រោយអីទៀតដែលវាស៊ីអីហើយបាទគឺអត់កើតទេដាក់ចឹងឆ្អាបហើយបាទហ្នឹងហើយអញ្ចឹងឥឡូវយើងមកធ្វើម្ហូបទាំងអស់គ្នាបាទឥឡូវយើងដាក់ខ្លាញ់យើងកូរមួយគ្រឿងរបស់យើងណាបាទដាក់ស្ករគោមួយគ្រឿងរបស់យើងដែលយើងបុកហើយហ្នឹងបាទហើយបញ្ជាក់បងប្អូនណាម្ហូបមួយនេះបើសិនជាយើងដាក់ម្ទេសតិចអត់ទៅឆ្ងាញ់ទេបាទបើសិនយើងដាក់ម្ទេសឲ្យរាងហិលឲ្យវាណានៃទីបានឆ្ងាញ់បាទអញ្ចឹងម្ទេសដាក់ឲ្យវាច្រើនតិចទៅហើយយើងកូរវាឲ្យវាឈ្ងុយឲ្យវាឡើងក្រហមបែបហ្នឹងណាបងប្អូនបាទហើយយើងមានដាក់ប្រហុកដែរបាទប្រហុកនេះគឺដាក់ប្រហុកបាទប្រហុកបុករបស់យើងហ្នឹងបាទយើងច្រាំដាក់វាទៅកុំឲ្យវាមានឆ្អឹងបាទហើយយើងកូរវាចុះឡើងឲ្យវាឡើងក្រហមឈ្ងុយបែបហ្នឹងហើយបានយើងបន្ថែមជាមួយនឹងទឹកត្រីបងចាទឹកត្រីមកបន្តិចទៅដើម្បីវាឈ្ងុយបាទហើយកុំឲ្យវាខ្លោចឆ្នាំងផងដែរបាទអញ្ចឹងយើងធ្វើបែបហ្នឹងគឺឈ្ងុយឈ្ងប់តែម្ដងបងប្អូនអើយបាទគឺតំណងណាបាទហើយបន្ទាប់វាឈ្ងុយឈ្ងប់ហើយបាទយើងបន្ថែមជាមួយនឹងកែបរបស់យើងតែម្ដងបាទដាក់ចូលតែម្ដងទៅបាទគឺកែបគួរសមដែរណាបាទមួយឆ្នាំងបឹបតែម្ដងណាបងប្អូនបាទបន្ថែមបន្លែថែមអីទៀតគឺមួយឆ្នាំងពេញតែម្ដងបាទហើយហូបគ្នា5នេះអីបាទគឺមានអស់ទេបាទហូបមួយស្រឡាញ់បាទហើយមុខម្ហូបនេះគឺល្អពិសេសសម្រាប់បងប្អូនយើងណាដែលគាត់យកមកក្លែមយកមកអីគឺត្រូវគ្នាតែម្ដងហើយបើសិនជាយើងហូបមិនបាយក៏អេមដែរបងប្អូនបាទមានណាបងប្អូនអើយបានកែបមួយឆ្នាំងនេះហូបគ្នា5នាក់ហូបមានអស់ហើយណាបងប្អូនបាទគឺវាច្រើនបាទហើយយើងថែមបន្លែរបស់យើងទៀតបាទបន្លែត្រប់ណាបាទដាក់បន្លែត្រប់អីទៀតគឺអេមតែម្ដងបាទគឺហូបបាយមួយឆ្ងាញ់តែម្ដងបាទពេលថ្ងៃណាបាទហើយយើងកូរវាបែបហ្នឹងទៅដើម្បីឲ្យវាចូលជាតិបាទហើយយើងរងាស់វាចោលបងប្អូនបាទកែបនេះគឺយើងរងាស់វាចោលឲ្យយូរដែរបាទដើម្បីវាងាប់មេរោគបាទសារវាមានមេរោគមានអីដែរបាទកែបបាទអញ្ចឹងឥឡូវយើងដាក់រងាស់វាបែបហ្នឹងឲ្យវារីកទឹកនេះមកសាទៅបាទរីកទឹកប្រៃនេះមកសាហើយបាទបើយើងថែមគ្រឿងថែមអីបងប្អូនមកថែមគ្រឿងតាមយើងឆ្លាញ់ចូលចិត្តរសជាតិបែបណាទៅបាទហើយនេះគឺយើងថែមទឹកមកសាទៀតបាទរងាស់ទឹកនេះមកសាទៀតដើម្បីឲ្យវាឆ្អិនបាទឆ្អិនឲ្យយើងភ្លក់តែរៀងឆ្ងាញ់ហើយបាទយើងបន្ថែមជាមួយនឹងបន្លែរបស់យើងបាទនេះបន្លែរបស់យើងគឺមានត្រប់បងប្អូនណាត្រប់នេះយើងដាក់ទាំងអស់តែម្ដងបាទយើងដាក់ត្រប់ដាក់អីចូលទៅហើយយើងមានម្ជូរបងប្អូនហើយបាទម្ជូររបស់យើងនេះគឺត្រួយ7តែម្ដងបាទសារខែនេះគឺចាប់ដើមលាស់ល្អហើយបាទត្រួយ7បាទគឺធម្មជាតិពិតបាទអញ្ចឹងនេះគឺយើងដាក់ត្រួយ7យកតែម្ដងបាទយើងដាក់យកតែម្ដងទៅហើយយើងគ្របវាសិនទៅដើម្បីឲ្យវាភុយបន្លែភុយអីណាបាទភុយបន្លែភុយ7នឹងចូលគ្នាទៅគឺជារសគឺ original បងប្អូនហើយបាទគឺហូបព្រៃបែបធ្វើបែបព្រៃតែម្ដងណាបាទនេះគឺចាប់ដើមពុះខុឲ្យបាទគឺតំណងមែនទែនបាទអញ្ចឹងយើងចង់ចប់នៃមុខម្ហូបនេះគឺយើងបន្ថែមជាមួយនឹងម្រះប្រូបាទគឺសម្លនេះដាក់ម្រះប្រូទៀតបានវាកាន់តែអេមបាទកាន់តែឆ្ងាញ់កាន់តែឈ្ងុយបាទគឺអេមតែម្ដងបាទហើយឆ្អិនហើយបងប្អូនបាទអញ្ចឹងបើឆ្អិនបែបនេះហើយគឺខ្ញុំដួសយកមកហូបតែម្ដងបាទមួយចាននេះគឺដាក់ជ្រះតែម្ដងបងប្អូនអើយបាទគឺឆ្ងាញ់តែមែនទែនណាបាទអញ្ចឹងវីដេអូនេះគឺផ្ញើដល់បងប្អូនទាំងអស់គ្នាបាទទស្សនាបាទហើយក៏អរគុណបងប្អូនទស្សនាវីដេអូមួយនេះអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយក៏អរគុណច្រើនបាទសូមជម្រាបលាបាទបាយបាយ